surprise คือកំណត់ប្តីថ្ងៃនេះជាគឺកំណត់ប្តីខ្ញុំហើយខ្ញុំភ្លេចឆង់ហ្មងដល់តែគាត់រំលឹកឲ្យខ្ញុំចាំមុនពេលថ្ងៃខ្ញុំចាំដល់ពេលដល់ថ្ងៃហ្មងគឺខ្ញុំភ្លេចសុំទោសប្តីខ្លាំងមែនតើដោយសារប្រហែលថ្ងៃប្រពន្ធវីវក់ជាមួយនឹងការប្រមូលស្បៀងពេកចង់ក៏ភ្លេចទៅហើយនេះនំប៉ៅនៅសល់មួយមិញពេញទុក surprise ប្តីទៀនគាត់ដឹងហើយគាត់ភូមិលើចេះសិនលើមាននេះគេអញ្ចឹងហើយយើងឡើង surprise គាត់ឯនេះតោះbà thuê mà mi tí ta Happy birthday to you Happy birthday to you នំប៉ាយដែលយើងញ៉ាំសល់មិញហ្នឹងណាបាយមែនហ្នឹងហើយអូខេបាយប្លុកអូខេ Happy birthday ប្តីសម្លាញ់ Yeah អត់តែគេណាខ្ញុំប្លុកការបងអូនថ្លៃខ្ញុំថ្ងៃមុនបងប្អូនជឿស្នេហាដំបងរបស់គាត់គឺជាកូនកន្លោះនឹងឯងគួរចំណានជាមួយនឹងកូនកន្លោះហ្មងណានិយាយទៅការរបស់គាត់ធ្វើនៅអឺរ៉ុបផាកគឺក្នុងបរិយាខ្ញុំតែម្ដងអូភ្លាមឃើញទៅភាពនឹង sweet តាអីមកយូរនេះខ្ញុំរៀបចំខ្លួនហើយអស់ហើយគ្រួសារខ្ញុំអត់ទាន់ហើយទេហើយនេះជាកូនឆ្កែរបស់កូនកំមុំហើយពីរអ្នកគាត់ជាម្ចាស់ហាងសើច្បងកាហ្វេចាប់តែរកស៊ីជាមួយគ្នាតាំងពីអត់ទាន់ការចង់ប្រាប់បងប្អូនថាការរបស់គាត់បានរៀបចំមុនច្រើនខែហើយនិយាយទៅប្រទេសជាមានបញ្ហាពួកយើងក៏ពិបាកចិត្តដែរសម្រាប់ការយើងអាច cancel ចោលទាំងអស់បានទេអញ្ចឹងសង្ឃឹមថាបងប្អូននឹងយោគយល់និងអធិស្ឋានបកមកការយើងម្ដងលើកដំបូងឯណាដែលខ្ញុំហាយចំនួនដោយសារខ្ញុំទៅការហ្នឹងមកយឺតរហូតថ្ងៃហ្នឹងគឺងើបតាំងពីម៉ោង4ធ្វើខ្លួនដោយសារការបងអូនថ្លៃខ្លួនឯងថ្ងៃហ្នឹងនាំគ្នាស្លៀកពាក់ស្អាតអស់ហើយបើតែឆ្កែក៏ពាក់រ៉ូបដែរនិយាយទៅពួកគាត់សមគ្នាមែនតើសង្ឃឹមថាគាត់នឹងមើលថែបងអូនថ្លៃខ្ញុំឲ្យបានល្អខ្ញុំជូនពរឲ្យពីរអ្នកគាត់ស្រឡាញ់គ្នាដល់ចាស់សក់ស្កើហើយឆ្នាំក្រោយបាន baby មួយទៀតណាតែដឹងថាម៉ែគាត់មានពេលមើលកូនអត់នេះបើកូនពីរអ្នកនេះហើយអញ្ចឹងប្លុកយើងមានតែប៉ុណ្្នឹងទេបាយបាយបងប្អូនឥឡូវពុំថតបដាក់ហត់ចេញយកជំនួយចាស្ថានភាពឥឡូវគឺយើងលក់ដូរផងយើងជួយផងនិយាយទៅថ្ងៃហ្នឹងស្បៀងខ្ញុំពេញផ្ទះហ្មងដោយសារផ្ទះខ្ញុំទូចដាក់បានច្រើនទេខ្ញុំដាក់ office ខ្ញុំមួយទៀតហ្នឹងបងប្អូនណានៅម្ដុំពេញហួតបឹងស្នោអាចដាក់នៅក្នុងទីតាំងគម្រោង7បានផ្ទះលេខ5ផ្លូវលេខ 10D ទូចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 6 ល្ងាចឬមួយក៏បងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទ 096 8951 603បានណាខ្ញុំនិយាយតាមត្រង់ការទទួលជំនួយនេះមិនមែនខ្ញុំចង់ល្បីឬមួយក៏ចង់យកមុខមាត់ទេនិយាយទៅចិត្តខ្ញុំស្រឡាញ់បងតាហ៊ានខ្លាចគាត់ដាច់ស្បៀងយើងមានសម្លេងយើងអាចប្រមូលស្បៀងបានសូមបងប្អូនចូលរួមមូលនិធិរបស់ខ្ញុំដើម្បីខ្ញុំទិញស្បៀងអញ្ចឹងណាខ្ញុំខំធ្វើអស់ពីចិត្តពីកាយបងប្អូនសំខាន់លើកមកផ្ទះធ្វើទៀតសង្ឃឹមថាបងប្អូននឹងយកយល់ពេលខ្ញុំធ្វើវីដេអូសុំជំនួយអីកុំធុញខ្ញុំហើយថ្ងៃនេះខ្ញុំទិញស្បៀងអស់ជិត$6000ដូចជានំតាហ៊ាន200កែឈុកផាត់សាច់មាន់ផាត់200គីឡូដើម្បីសំចៃស្បៀងខ្ញុំខ្ចប់មកកញ្ចប់សម្រាប់មួយថ្ងៃរបស់គាត់ក្នុងហ្នឹងគឺមានតំណាប់ស្វាយវ៉ូវីតាមីនគាត់ហូបទៅស្រួលបាត់ជើងអត់ងាយទ្រាំសាច់ជ្រូកផាត់មានជាតិសាច់ប្រូតេអ៊ីនបងមាន់ខទុកបានយូរតំណាប់ដឡូមានជាតិម្សៅជំនួសបាយបាននំ400ហូបទៅឆ្អែតបានយូរមានថ្នាំអាប៉ូលច្រើនមានគ្រាប់ស្វាយចន្ទីមួយថង់ទៀតហើយមានកាហ្វេគាត់ហូបទៅស្វាយនៅថ្នាំបំពេញជាតិទឹកមួយទៀតបងប្អូនចាប់ខ្ញុំកំងពីគេសិនមកកញ្ចប់ហ្នឹងគឺគ្រប់ជីវជាតិហើយស្រាគាត់ទុកបានយូរខ្ញុំនឹងព្យាយាមធ្វើអស់ពីលទ្ធភាពហ្មងសង្ឃឹមថាបងប្អូនកុំធុញខ្ញុំបាយបាយ